Hello សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ The Story Podcast episode ថ្មីសម្រាប់សប្តាហ៍នេះយ៉ាងណាហើយទៅដល់ណាហើយសុខសប្បាយអត់អ្នកទាំងអស់គ្នាបាទមួយរយៈនេះខ្ញុំរវល់ច្រើនខ្លាំងមែនទែនតោះថ្ងៃនេះគឺយើងនិយាយពីបន្ទប់សន្តាគារ404អ្នកទាំងអស់គ្នាមនុស្សជាច្រើនណាបានគិតថាអ្វីដែលគួរឲ្យខ្លាចបំផុតនៅក្នុងសន្តាគារមួយគឺបន្ទប់ដែលធ្លាប់មានប្រវត្តិឬក៏បន្ទប់ដែលគេនិយាយតគ្នាថាមានព្រលឹងខ្មោចវិញ្ញាណនៅក្នុងហ្នឹងប៉ុន្តែខ្ញុំគិតថាអ្វីដែលគួរឲ្យខ្លាចជាងការដេកម្នាក់ឯងនៅក្នុងបន្ទប់404ហ្នឹងណាគឺការដែលមនុស្សម្នាក់ត្រូវប្រឈមមុខនឹងការភ័យខ្លាចរបស់ខ្លួនដោយគ្មាននរណាគេម្នាក់នៅក្បែរច្រើនជាងថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅស្ដាប់រឿងមួយដែលចាប់ផ្ដើមពីការធ្វើដំណើរធម្មតាទៅលេងផ្ទះសង្សាររបស់ខ្លួននាពេលចូលឆ្នាំគ្មាននរណាគេម្នាក់គិតទេថាការសម្រេចចិត្តស្នាក់នៅសន្តាគារមួយត្រឹមតែមួយយប់នឹងក្លាយទៅជាបទពិសោធន៍មួយដែលគាត់មិនអាចបំភ្លេចបានពេញមួយជីវិតមិនថាអ្នកជឿឬក៏មិនជឿលើរឿងអាថ៌កំបាំងណាក៏ដោយចុះតែខ្ញុំសុំតែមួយប៉ុណ្ណោះសូមស្ដាប់រឿងនេះដោយបើកចិត្តនិងប្រើវិចារណញ្ញាណរបស់អ្នកព្រោះពេលខ្លះអ្វីដែលយើងយកត្រឡប់ទៅវិញមិនមែនជាការភ័យខ្លាចទេប៉ុន្តែអាចជាមេរៀនមួយដែលជួយឲ្យយើងយល់កាន់តែច្បាស់ពីជីវិតរស់នៅប្រចាំថ្ងៃការនិយាយ podcast The Story Podcast ក៏ដោយឬក៏ព័ត៌មាននានារបស់ខ្ញុំចាប់ពីពេលនេះតទៅខ្ញុំនឹងព្យាយាមឆ្លប់បញ្ចាំងនៃជីវិតប្រកបជូនអ្នកទាំងអស់គ្នាដើម្បីឲ្យអ្នកទាំងអស់គ្នាទទួលបានមិនមែនត្រឹមតែការកម្សាន្តទេប៉ុន្តែគឺជាមេរៀនមួយដែលអាចយកទៅប្រើប្រាស់នៅក្នុងជីវិតពិតជាក់ស្ដែងបានណាដើម្បីធ្វើឲ្យ podcast របស់យើងនឹងលើសពី podcast ធម្មតាអញ្ចឹងអ្នកទាំងអស់គ្នាធ្លាប់បានឮរឿងរ៉ាវទាក់ទងជាមួយនឹងបន្ទប់គេងក្រែ2អត់នៅសន្តាគារដែលមានគេនិយាយតគ្នាថាបើសិនជានៅក្នុងបន្ទប់ក្រែ2ហ្នឹងយើងតែដេកតែម្នាក់ឯងក្រែមួយទៀតដែលទំនេរហ្នឹងយើងកុំទុកវាឲ្យទំនេរដាច់ខាតត្រូវតែយករបស់របរទុកដាក់ឲ្យពេញហ្នឹងបើមិនអញ្ចឹងទេអាចនឹងមានអ្វីមួយយ៉ាងមកដេកជាមួយយើងក៏ថាបានដែរបាទអញ្ចឹងសូមជម្រាបសួរប្រិយមិត្តអ្នកស្ដាប់ជាមួយខ្ញុំម្ដងទៀតជាផ្លូវការថ្ងៃនេះផងដែរខ្ញុំនឹងមកនិយាយរឿងរ៉ាវដ៏ភ័យរន្ធត់មួយខ្ញុំពិតជាចង់ឲ្យអ្នកទាំងអស់គ្នាបានស្ដាប់រឿងនេះខ្លាំងមែនទែនជាពិសេសសម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរកម្សាន្តហើយទៅស្នាក់នៅសន្តាគារមិនថាទៅម្នាក់ឯងឬក៏ទៅមានគ្នាឬក៏ទៅជាមួយសង្សារគ្រួសារប្តីប្រពន្ធនោះទេថាបើសិនជាអ្នកទាំងអស់គ្នាត្រូវស្នាក់នៅសន្តាគារមួយហើយបន្ទប់ដែលនៅសេសសល់វាមិនមែនជាបន្ទប់ដែលក្រែមួយទេតែគឺជាបន្ទប់ក្រែ2អញ្ចឹងចង់ឲ្យអ្នកទាំងអស់គ្នាសាកស្ដាប់រឿងរ៉ាវទាំងអស់នេះសិនព្រោះថាពេលខ្លះស្ថានភាពបែបនេះអាចកើតឡើងចំពោះអ្នកទាំងអស់គ្នានៅពេលឆាប់នេះក៏ថាបានដែររឿងរ៉ាវនៅថ្ងៃនេះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាតាំងចិត្តស្ដាប់ឲ្យបានល្អព្រោះថាវាគឺជារឿងរ៉ាវពិតប្រាកដរបស់ប្រិយមិត្តអ្នកស្ដាប់យើងម្នាក់ដែលគាត់បានជួបរឿងរ៉ាវភ័យរន្ធត់ហ្នឹងនៅពេលដែលគាត់មានឱកាសធ្វើដំណើរទៅលេងផ្ទះសង្សាររបស់គាត់នាឱកាសចូលឆ្នាំខ្មែរតែយ៉ាងណាក៏ដោយមុនពេលទស្សនាស្ដាប់កម្សាន្តហ្នឹងគឺខ្ញុំចង់ប្រាប់អ្នកនរគ្នាមុនថាត្រូវប្រើប្រាស់វិចារណញ្ញាណនៅក្នុងការស្ដាប់ឲ្យបានល្អហើយដោយរឿងថ្ងៃនេះខ្ញុំត្រូវនាំអ្នកទាំងអស់គ្នាត្រឡប់ទៅប្រហែលជា 8-9 ឆ្នាំមុនក៏ថាបានដែរដោយប្រិយមិត្តអ្នកស្ដាប់របស់យើងម្នាក់សុំតាំងឈ្មោះគាត់ថាជាបងវុតរឿងដែលបានកើតឡើងចំពោះបងវុតហ្នឹងគឺនៅចំថ្ងៃដែលគាត់ហ្នឹងមានពេលវេលាឈប់សម្រាកយូរថ្ងៃដែរពោលនោះគឺជាថ្ងៃបុណ្យចូលឆ្នាំខ្មែរសាច់រឿងបានចាប់ផ្ដើមពេលដែលបងវុតបាននិយាយគ្នាជាមួយនឹងសង្សាររបស់គាត់ហ្នឹងបានសួរថាបងពេលចូលឆ្នាំយើងគិតទៅដើរលេងនៅកន្លែងណាល្អបងវុតចង់ទៅដើរលេងនៅខេត្តនេះម្ដងចង់ទៅដើរលេងនៅខេត្តនោះចំណែកសង្សាររបស់គាត់ហ្នឹងក៏បដូរចិត្តច្រើនដងដែរនិយាយទៅនិយាយមកអត់ចេះចប់អត់ចេះហើយសោះចុងក្រោយបងវុតក៏និយាយថាបែបនេះល្អទេឆ្នាំហ្នឹងយើងទៅលេងផ្ទះអូនឯងហ្មងទៅស្រុកកំណើតសង្សាររបស់វុតគឺនៅខេត្តកំពង់ធំហើយពេលហ្នឹងបងវុតក៏បានសួរសង្សារគាត់ទៀតថាមានកើតអីអត់បើសិនជាបងទៅលេងផ្ទះអូនឯងអ្វីដែលសំខាន់ហ្នឹងគឺបងវុតជាមួយនឹងសង្សាររបស់គាត់ហ្នឹងនៅមិនទាន់ជាប្តីប្រពន្ធនឹងគ្នានៅឡើយទេពោលគឺពួកគាត់ហ្នឹងតាក់ទងគ្នាដើម្បីមើលចិត្តគ្នាសិនអញ្ចឹងណាសង្សាររបស់គាត់ក៏និយាយថាបានតាបងមានអីពេលឮអញ្ចឹងបងវុតសប្បាយចិត្តខ្លាំងមែនទែន
ban đào lên hói ban từ chụp cầm cua xá rồi bỏ song xa rồi bỏ luôn tiệt từ chụp bốc chụp mai bong bỏ ôn tặng óc ni chung ni chẳng á sụp tới bằng vụt cho mình song xa rồi bỏ quát có yul prom srusru ni tha song kran chăm ní nâng nom ni từ lên tiệt song xa rồi bỏ quát nơi khai cầm pung thốn tài mà đong hỏi pe nâng song xa rồi bỏ quát nâng ban thưa đầm ná tới môn quát đợi ở bằng vụt nâng chi lán từ tam cày đôi bóng vụn nâng thời rịp trong phèn ca tha từ cái bông thông lực nâng á rồi hai chị bay thằng ấy pi vô bay song xa bọc quát ban thua đầm ná chinh tâm môn đậm bấy từ rọc cua xa bỏ niềng đó thằng ấy để thời thua đầm nào bóng vút quát ban bác làm to khluôn chinh tới tăng tài pi pro lâm bác tư chỉ rươi rươi chỉ riêng mình đá mơ thấy sự phiếp tam plei mình đá thua ở rõm con nâng so sai khlang mền tên rồi hốt ban từ đọc tia song xa bọc quát nâng cứ máu chật đọc pi thằng ấy tròn là mồm phụ tha quát còn bản bác lan lươn ấy đây trong pra pe về tam plei bạt mơ thấy sự phiếp tam đong plei ảnh chẳng á pe đại tự đó nâng quát có ban chụp làn nộp tia song xa bọc quát hai có ban đá châu tơ chùm liệp xuôi cha tum bong ôn rịp rồi ở hai nâng vút cọt cọ ban từ ỏng côi nhằm bay chùm một đường song xa bọc quát hai người dậy kia lên pin nu nẹp tia bọc song xa quát nâng có ban su tha tao vút với cả ấy đai miệng chịu ở vậy đai từ nam mona ảnh chẳng á hai còn nòm kia nhằm bay chẳng từ bần to bị nhắm bay cho mình đường cua xa song xa quát hơi quát có ban nghị khốn tên này dậy cho mình đường song xa bọc quát tha dục ní bong nơi sầm rạ tin ní mỏng mến sủa bong từ do bỏ mốc tai song xa bọc quát hiện tệ từ hay có chai top tha nơi teo vi asu và mãn thế bong phổ teo nhóm lại nó bật tục bị pin ở hai bật tục dương tạch trắng á bong hai miền bong ôn côn không bối mình nơi lần này nhưng cái tha vi art nọc sọc sủa mẹ bong ai nhỉ chẳng nhưng trong ai bằng anh từ cây nơi sân thác kia các bài teo vinh phổ tha sân thác kia nó nơi chất các bài teo dương tê hơi khơi kế tiếp từ chui chul rịp trăm xa chỉ thâm mây đập chóp vút co mình toan ban slide top thay du pro ở vậy tê tay quát khoản tập hẹp tha chẳng chạm xa là bong bạc lan từ mơ sân mớ bạn cật rúi bộ có ban nom kia bạc lan trình từ bẩn tọt máu sang xa là bao có nó có ban prap từ tam plei ni tam plei nút đậm bay nom vụt nắng từ róc sân tha kia thay mùi nừng bạt sân tha kia đại prap nắng cứ chỉ sân tha kia đại kê từ từ chu chu riệp trong xa chỉ thầm ấy á hai nửa pe đại từ đó nắng bong vút khuôn ánh có khơi tha sân tha kia nắng mơ tới là o ta đối chiều với để song xa quạt nắng prap bật men sân tha kia nắng miền buồn tròn tại mơ tới sập hier ở bao sân tha kia nắng vì đôi chia bẩn tốp nặng nơi bẩn đỏ xón chả hơn chiêng phổ vi mơ tới riêng ở chỗ tràn cô xăm đáy còn tạc kế và tiếp trong xa chỉ thầm ban sát ban chân tơ cót có ban này dày chỉ một đường song xa đã bỏ co tha ôn cả lại ní mơ tới tôi dọc bàn ọt ấy tái bong xăm tầm dạng ấy nè cứ xăm ở mi bẩn tốp kre môi tới bàn này bong ọt trong kênh bẩn tốp đại miền kre pí rồi kre trà này phổ bong ọt sơi thở rơi khné cho một bẩn tốp bạch năng ấy song xa cót ngon mền tên hay có su tha mày trắng bong bạn vút cỏ to vinh tha pe đại đi kre pí mẹ rõm tha bong ọt đây mà này anh vậy chứ đôi miền nặng cái mặt đây chầm môi song xa có hẹp tha bạch khai giấy bong hơi mơ tới sân tha kia nó còn mình nãy ấy nana đây và hai chị kia so và tục hẻ môi tái nơi pe đại vụt chụp làn hơi có ban đá cho tới gần lại tụt nhiều đậm bay su non bị pon mà yên chẳng á thật ta mi mình tục kinh bạch na kha đậm lạiประมาณ anh chẳng từ pe đại từ đó còn lại tụt nhiều nắng đôi chỉ chụp Việt Nam lên complain cho mình đừng quát co mình đắng chẳng đăng thật quát nắng mình chui chết ở vậy hơi ao từ chụp to tại bàn đôi chỉ pre chi mà cha ban riệp chấm rồi ban nó mà ao còn chẳng á pe để quát xua riêng đầm lại ở vậy rủi ro nó bốc còn lại có ban prap mà vinh tha pe nắng bụi dương nơi so ta bẩn tốt để mình kre pí nè bóng quát còn xua bình chậm đóng tiết tha miên so và tốt khẽ môi mến một con lắc có to vinh tha pe ní sân tha kia nơi xó tại bẩn tục kre pi tê phổ sân tha kia từ từ chu ruột miền lẹ nặng mây sả láng trắng miền nữ mà cho nặng nơi trở hơn bong còn tai bờ sân chỉ miền nhiều na chinh tới muốn chậm cọt phải áp pe nắng song xa là bò con nó còn nghiệm mà một cọt hai cỏ xua vút tha bong mệt đáy và tục khẽ pin chẳng ok ót bong vút còn mình miền chùm rỡ ấy slide to bằng song xa cái bò cọt đấy có to bên tha ở ấy khẽ pi có khẽ pi tới bảo miên khẽ mũi chầm phẹp bong phong bàn tay được không chết bao vẫn còn cái tha tích rồi tới dụng nắng bà bần to bị nắng có miên ca bong lôi bần tốp cọ rụi ro chân tới bao còn lớp có ban hot côn sáo tới ai vụt hay lấy bần tốp đại vụt tụ bán cử buôn sồn buôn
គាត់ជាមួយនឹងសង្សាររបស់គាត់នឹងក៏បាននាំគ្នាដើរទៅកាន់ចណ្ដាលយន្តពេលដែលឡើងទៅក្នុងចណ្ដាលយន្តនឹងគាត់បានចុចទៅជាន់ទី4ចណ្ដាលយន្តចាប់ផ្ដើមឡើងទៅយឺតបេះដូងរបស់វុឌ្ឍរៀងលោតញាប់តិចជាមួយនឹងបរិយាកាសនៅក្នុងចណ្ដាលយន្តនឹងអញ្ចឹងណាតែបរិយាកាសនៅក្នុងសន្តាគារវាមិនធ្វើឲ្យវុឌ្ឍគួរឲ្យខ្លាចអីប្រហែលទេព្រោះថាគេទៅតែជួសជុលថ្មីដែរវាមើលទៅស្អាតមើលទៅថ្មីហើយក៏មានអារម្មណ៍ល្អបន្តិចបន្តួចដែរនៅពេលដែលបើកទ្វារចណ្ដាលយន្តទៅខ្វាក់អារម្មណ៍ផ្សេងក៏ចាប់ផ្ដើមល្អឡើងមកវិញព្រោះថាគាត់បានឃើញបរិយាកាសផ្លូវដើរទៅកាន់បន្ទប់អីហ្នឹងគឺតុបតែងដោយមានភ្លើងពណ៌រូបភាពស្អាតស្រស់ស្អាតហ្មងនិយាយទៅហើយនៅពេលដែលដើរទៅជារឿយរហូតដល់មុខបន្ទប់ខ្លួនឯងបន្ទប់លេខ404គាត់ក៏បានចាក់សោបើកទ្វារបន្ទប់ចូលទៅអ្វីដែលគាត់ឃើញដំបូងគឺបរិយាកាសនៅក្នុងបន្ទប់វាខុសប្លែកពីបរិយាកាសនៅក្រោមសន្តាគារឆ្ងាយពេលដែលចូលទៅក្នុងបន្ទប់ហ្នឹងគាត់មានអារម្មណ៍ថាបរិយាកាសនៅក្នុងបន្ទប់ដូចជាស្រាវមានអ្វីនៅក្នុងហ្នឹងចាំគាត់អ្វីយ៉ាងម៉េចមិនដឹងទេនិយាយរួមទៅគាត់មានអារម្មណ៍អត់ល្អពេលដែលគាត់ដើរទៅយករបស់របរទៅដាក់នៅលើគ្រែគាត់ក៏ព្យាយាមមើលជុំវិញភ្នែកកលិះមើលរហូតហ្មងណាថាបន្ទប់ហ្នឹងវាបែបណាបែបណីគាត់បានទៅឃើញដៃព្យួរកៅអៅមួយដែលគេព្យួរនៅលើវាំងននធ្វើឲ្យគាត់មានការឆ្ងល់ហ្មងថាហេតុអីបានជាបុគ្គលិកសម្អាតមិនយកដៃព្យួរកៅអៅហ្នឹងទៅដាក់នៅក្នុងទូកៅអៅអញ្ចឹងដោយបែបថាប្រហែលជាគាត់នឹងបញ្ញាសម្អាតបន្ទប់នឹងហើយបញ្ញាចេញទៅវិញអញ្ចឹងណាដោយមិនបានពិនិត្យមើលរបៀបរៀបរយនៅក្នុងបន្ទប់ឲ្យបានដឹងមុនទេថាប្រហែលជាមានភ្ញៀវនឹងផ្លិចរបស់ដៃព្យួរកៅអៅនឹងព្យួរនៅត្រង់ហ្នឹងវុឌ្ឍព្យាយាមមិនគិតអ្វីច្រើនទេនៅពេលនោះយល់ថាពេលខ្លះបុគ្គលិកសម្អាតនឹងអាចនឹងធ្វើការច្រើនរហូតដល់ផ្លិចក៏ថាបានដែរមិនមែនគាត់បញ្ញាចេញពីបន្ទប់នេះអីនោះទេបន្ទាប់មកគាត់ក៏ទៅអង្គុយពិនិត្យមើលថាតើបន្ទប់នឹងបែបណាក៏លេខមើលសពគ្រប់ជ្រុងជ្រោយហ្មងណាបើកមើលទូកៅអៅថាមិនដែរមានកៅអៅអត់ហើយឆែកមើលបន្ទប់ទឹកឆែកមើលនេះឆែកមើលនោះរហូតធ្វើឲ្យគាត់នឹងទុកចិត្តគ្រប់យ៉ាងហើយទើបគាត់នឹងព្រមចូលងូតទឹកហើយនៅពេលដែលគាត់កំពុងតែងូតទឹកហ្នឹងសង្សាររបស់គាត់ក៏ដេកលេងទូរស័ព្ទនៅខាងក្រៅចឹងទៅរហូតដល់វុឌ្ឍងូតទឹករួចរាល់ហើយគាត់ក៏បានរៀបចំខ្លួនដើម្បីនាំសង្សាររបស់គាត់នឹងចេញពីបន្ទប់នោះទៅបន្ទាប់មកពួកគាត់ក៏បាននាំគ្នាបើកឡានចេញពីសន្តាគារដើម្បីតម្រង់ទៅផ្ទះសង្សាររបស់គាត់នឹងម្ដងទៀតព្រោះថាល្ងាចហ្នឹងគាត់បានណាត់ក្រុមគ្រួសារសង្សាររបស់គាត់នឹងទៅញ៉ាំអីជុំគ្នានៅខាងក្រៅពោលគឺនៅភោជនីយដ្ឋានល្បីប្រចាំខែតែម្ដងណាហើយនៅពេលដែលគាត់បើកឡានចេញមកនៅក្នុងចិត្តហ្នឹងក៏គិតតាមផ្លូវមករហូតថាយប់នេះវាយ៉ាងម៉េចទៅណដេកនៅក្នុងបន្ទប់ហ្នឹងម្នាក់ឯងផងហើយបន្ទប់មានក្រែ2ទៀតថែមទាំងសង្សាររបស់គាត់អត់បានមកដេកជាមួយទៀតព្រោះថាសង្សាររបស់គាត់ហ្នឹងត្រូវទៅដេកជាមួយនឹងឪពុកម្ដាយរបស់នាងហើយដូច្នេះសន្តាគារហ្នឹងគឺគាត់ដេកតែម្នាក់ឯងពេលដែលបើកឡានទៅដល់ផ្ទះសង្សាររបស់គាត់ហ្នឹងវុឌ្ឍក៏បាននាំឪពុកម្ដាយសង្សាររបស់ខ្លួនទៅហូបបាយឲ្យរួចរាល់បាទនិយាយលេងពីនេះពីនោះនៅភោជនីយដ្ឋានដល់ល្បីប្រចាំខេត្តកំពង់ធំតែម្ដងរហូតដល់យប់ជ្រៅហើយដែរពួកគាត់ហ្នឹងក៏បានត្រឡប់មកផ្ទះវិញបាទវុឌ្ឍក៏បានជូនសង្សារឪពុកម្ដាយរបស់គាត់នឹងត្រឡប់មកផ្ទះវិញអញ្ចឹងណាហើយក៏ចេញពីនឹងជម្រាបលាបន្ទាប់មកគាត់ក៏បើកឡានទៅសន្តាគារវិញហើយដូចដឹងស្រាប់អញ្ចឹងលើកនេះគាត់ត្រឡប់មកវិញតែម្នាក់ឯងទេគាត់មានអារម្មណ៍ថាកាន់តែច្បាស់ឡើងយ៉ាងម៉េចមិនដឹងទេព្រោះថាបរិយាកាសវាគួរឲ្យខ្លាចវាកាន់តែខ្លាំងទៅគឺវាខុសប្លែកពីអ្វីដែលពេលដែលគាត់នឹងមកមើលសន្តាគារនឹងជាមួយនឹងសង្សាររបស់គាត់ដោយសារតែនៅតាមផ្លូវមុននឹងចិត្តដល់សន្តាគារនឹងចាប់ផ្ដើមធ្លាក់អាប់ហើយខ្យល់ធ្លាក់ចុះត្រជាក់ខ្លាំងមែនទែនពេលយប់ហាក់ស្ងាត់ចម្លែកខុសធម្មតាតែគាត់ព្យាយាមមិនគិតអ្វីទាំងអស់ពេលទៅដល់គាត់ក៏ចតឡានហើយដើរចូលទៅក្នុងនឹងសម្លឹងមើលបរិយាកាសជុំវិញសន្តាគារវាខុសពីពេលថ្ងៃខ្លាំងមែនទែនពេលយប់គ្រប់យ៉ាងមើលទៅស្ងាត់ចងំបុគ្គលិកទទួលភ្ញៀវមានតែម្នាក់ទៅទៀតហើយគេកំពុងតែអោនសរសេរអ្វីម្យ៉ាងមិនបានចាប់អារម្មណ៍ជាមួយនឹងគាត់ទេថាមានភ្ញៀវដើរចូលមកពេលដែលគាត់ចុចចណ្ដាយយន្តឡើងទៅគាត់ចាប់អារម្មណ៍ដឹងថាចណ្ដាយយន្តឡើងទៅបែបយឺតវឺតបាទរហូតដល់ទៅជាន់ទី4ពេលដើរចេញពីចណ្ដាលយន្តហ្នឹងគាត់ឃើញថាសភាពតាមផ្លូវមុនទៅដល់បន្ទប់គាត់ណាប្រែទៅជាអាប់មើលទៅដូចជាសន្តាគារចាស់ទៅវិញគាត់ព្យាយាមធ្វើខ្លួនឲ្យធម្មតាបំផុតហើយក៏ដើរចូលទៅក្នុងបន្ទប់ដើម្បីមុជទឹក
ពេលដែលគាត់ងូតទឹករួចរាល់ហើយគាត់ក៏ស្លៀកពាក់ត្រៀមចូលគេងគាត់ក៏កម្រងថានឹងដេកមើលទូរទស្សន៍រហូតខ្លួនឯងនឹងងុយគេងតែម្ដងប៉ុន្តែនៅពេលដែលគាត់យកតេឡេទូរទស្សន៍មកបើកហ្នឹងទូរទស្សន៍បើកមិនបានសោះបើកយ៉ាងណាក៏បើកមិនចេញគាត់ខំប្រឹងយកតេឡេនោះមកគោះផងដោះថ្មផងបាទគោះដៃគោះជើងផងនៅតែបើកមិនចេញដដែលពេលថ្ងៃគាត់ផ្លេចឆែកមើលទូរទស្សន៍ថាវាបើកចេញឬអត់រវល់តែឆែករបស់ផ្សេងផ្លេចឆែកមើលទូរទស្សន៍បើដឹងតែវាខូចនឹងសុំគេដូរតាំងពីដំបូងព្រោះដឹងស្រាប់ហើយថាមុននឹងបដូរបន្ទប់ឬក៏បដូរអ្វីមួយយើងត្រូវប្រាប់គេមុនហើយឥឡូវនេះយប់ទៅទៀតគាត់ក៏មិនចង់រំខានបុគ្គលិកដែរដឹងច្បាស់ថាពេលយប់វាប្រហែលជាមិនមានជាងណាមកធ្វើឲ្យកើតទេគាត់ក៏សម្រេចចិត្តថាអញ្ចឹងមិនអីទេដេកយកហ្មងទៅចុងក្រោយវុតក៏សម្រេចចិត្តចូលដេកដោយបើកភ្លើងមួយទុកចោលគាត់បិទភ្នែកបានបន្តិចសុកស្រាប់តែគាត់បានឮសូរសំឡេងដូចជាមានមនុស្សមកដេកនៅក្បែរខាងដែលវាជាក្រែនៅម្ខាងទៀតអញ្ចឹងគឺសំឡេងដូចជាមាននរណាគេម្នាក់ដាក់ខ្លួននៅលើក្រែនោះហើយដូចជាមានមនុស្សអង្គុយនៅលើក្រែអញ្ចឹងពេលឮអញ្ចឹងហើយគាត់ក៏ប្រញាប់បើកភ្នែកក៏លេចទៅមើលត្រង់នោះតែនៅលើក្រែហ្នឹងទទេស្អាតអត់មានអ្វីទេហើយភ្លាមនោះគាត់ក៏មានអារម្មណ៍ថាព្រឺសម្បល់ឡើងគាត់មានអារម្មណ៍ប្លែកឡើងហ្មងគាត់ក៏បានព្យាយាមបិទភ្នែកបន្តទៀតបន្ទាប់ពីបិទភ្នែកសង្ងំគេងមិនបានយូរទេអត់ដល់15នាទីផងក្រែនៅចិត្តហ្នឹងវាក៏ឮសូរសំឡេងឡើងមកម្ដងទៀតពេលហ្នឹងគាត់បានឮសូរសំឡេងប្លែកក្រៅពីសំឡេងក្រែស្រាប់តែមានសំឡេងដូចជាមនុស្សនឹងដាក់ខ្លួនដេកនៅលើហ្នឹងហើយសារនេះដូចជាសំឡេងក្បាលក្រែបុកទៅនឹងជញ្ជាំងឮសូរទឹបអារម្មណ៍ដូចថាមានមនុស្សយកក្រែនឹងទៅបុកនឹងជញ្ជាំងអញ្ចឹងឮសូរតែទឹបគាត់ក៏កលេចមើលទៅក្រែនឹងម្ដងទៀតហើយក្រែដែលគាត់កំពុងតែដេកហ្នឹងគាត់មិនបានកម្រើកទេហើយក៏មិនបានរង្គើដែរនៅក្នុងចិត្តពេលហ្នឹងគាត់គិតតែបិទភ្នែកអញ្ចឹងហើយគិតក្នុងចិត្តថាប្រកាសខ្លាំងមែនទែនដោយសារតែគាត់ដេកបែរខ្នងទៅម្ខាងពីក្រែហ្នឹងអញ្ចឹងគាត់ក៏បានទាញយកទូរស័ព្ទរបស់គាត់មកដាក់នៅនឹងមុខគាត់ល្មមហើយពេលហ្នឹងអត់គិតអីច្រើនទេគាត់បានចុចទូរស័ព្ទទៅរកសង្សាររបស់គាត់ដើម្បីកុំឲ្យខ្លួនឯងហ្នឹងភ័យអញ្ចឹងណាហើយបើក speaker ខ្លាំងតែម្ដងដោយពេលហ្នឹងដឹងគាត់និយាយមិនអត់គាត់និយាយប្រាប់សង្សារគាត់ត្រង់តែម្ដងថាអូនណាបងត្រូវខ្មោចលងសង្សាររបស់គាត់ញាក់ផ្អើលខ្លាំងមែនទែនហើយក៏តបថាបងជប់ស្មានហ្នឹងហើយបងឯងកុំលេងសើចមើលបងឯងត្រូវខ្មោចលងមែនហ៎គាត់និយាយជាមួយសង្សារគាត់ថាពិតអូនបងអត់កុហកទេបងត្រូវខ្មោចលងគាត់បាននិយាយហេតុការណ៍ទាំងអស់ឲ្យសង្សាររបស់គាត់ស្ដាប់ហើយសង្សាររបស់គាត់ក៏សួរថាអញ្ចឹងបងឯងនៅបានអត់ឬក៏មិនបងពេលហ្នឹងគាត់ក៏បានឆ្លើយតបវិញថាមិនដឹងដូចគ្នាអូនព្រោះថាមិនដឹងថាជួបអាខ្លាំងជាងនេះឬអត់បើប៉ុណ្ណឹងបត់ខ្លាចទេព្រោះធ្លាប់ជួបហើយតែបើធ្ងន់ជាងហ្នឹងប្រហែលជាធ្លាប់នៅអត់បានដូចគ្នាគាត់ក៏បានសួរតទៅសង្សារគាត់វិញថាអូនតើសន្តាគារហ្នឹងអូនឯងធ្លាប់ដឹងថាមានប្រវត្តិខ្មោចលងអីអត់ពីមុនមកសង្សាររបស់គាត់ក៏តបថាអត់ទេបងអត់ដែលឮទេធ្លាប់តែឮពីមុនមកថាជាសន្តាគារចាស់មួយតែឥឡូវគេជួសជុលរៀបចំសារជាថ្មីអញ្ចឹងណាស្រាប់តែពេលដែលគាត់កំពុងតែនិយាយគ្នាជាមួយនឹងសង្សាររបស់គាត់ហ្នឹងអាក្រែនៅម្ខាងទៀតហ្នឹងចាប់ផ្ដើមរង្គើជារឿយហើយបង្កសំឡេងទឹបដោយសំឡេងក្រែដែលមានចលនាបុកទៅនឹងជញ្ជាំងហ្នឹងវាបានលឺសំឡេងចេញមកចូលទៅក្នុងទូរស័ព្ទដែលគាត់កំពុងតែនិយាយជាមួយនឹងសង្សាររបស់គាត់តែម្ដងហើយសង្សាររបស់គាត់ក៏សួរថាជប់បងសំឡេងអីហ្នឹងគាត់ក៏បានប្រាប់ថាហ្នឹងហើយអូនសំឡេងហ្នឹងឯងបងប្រាប់មុនឯងពេលហ្នឹងវុតខ្លួនឯងហ្នឹងក៏មិនដឹងធ្វើម៉េចដែររហូតដល់សង្សាររបស់គាត់ប្រាប់ថាបងចាំតិចអញ្ចឹងខ្ញុំទៅសួរក្មួយខ្ញុំសិនខេលោកក្មួយខ្ញុំអាចទៅគេងជាមួយបងឯងបានណាបន្ទាប់មកសង្សាររបស់គាត់ក៏បានដាក់ទូរស័ព្ទចុះហើយក៏បានតេទៅរកក្មួយរបស់គាត់ព្រោះដើម្បីសួរថាអាចទៅដេកជាមួយនឹងវុតបានដែរឬអត់នៅយប់ហ្នឹងពេលដែលដាក់ទូរស័ព្ទចុះហ្នឹងវុតក៏បានដេកបិទភ្នែកដេកស្ដាប់សំឡេងក្រែដែលបុកនឹងជាងទឹបនឹងរហូតតែម្ដងដោយប្រាប់ចឹងត្រឹមតែប៉ុណ្្នឹងគឺវុតអាចទ្រាំទ្របានដោយសារតែគាត់ប្រាប់ថាគាត់ធ្លាប់ជួបអាធ្ងន់ជាងហ្នឹងចាំទូរស័ព្ទសង្សាររបស់គាត់នឹងយូរពេករហូតដល់គាត់នឹងមានអារម្មណ៍ថាទ្រាំបានទៀតទេធ្វើមិនល្អពេលហ្នឹងគាត់ក៏សម្រេចចិត្តងើបចេញពីបន្ទប់នឹងភ្លាមតែម្ដង
រៀបនឹងងើបទៅហើយណាសង្សាររបស់គាត់ក៏ទេមកវិញគាត់ក៏ប្រញាប់ទទួលលេខសង្សាររបស់គាត់ព្រោះដើម្បីស្ដាប់ព័ត៌មានល្អថានឹងមាននរណាគេម្នាក់មកដេកជាមួយគាត់នៅយប់ហ្នឹងអញ្ចឹងណាតែអ្វីដែលសង្សាររបស់គាត់ប្រាប់ហ្នឹងគឺថាក្មួយនាងមិនអាចមកគេងជាមួយនឹងវុឌ្ឍបានទេនៅយប់នេះព្រោះវាយប់ជ្រៅណាស់ទៅហើយវុឌ្ឍក៏ប្រាប់ថាអត់អីទេអញ្ចឹងគាត់អាចធំថោបានប៉ុន្តែសង្សាររបស់គាត់ក៏ប្រាប់ថាបងឯងសាកទៅសុំគេដូរបន្ទប់គេលោកគេដូរឲ្យបានណាវុឌ្ឍក៏ប្រាប់ថាអូខេចាំគាត់ទៅសួរគេសិនហើយក៏បិទទូរស័ព្ទទៅវុឌ្ឍខ្លួនឯងហ្នឹងក៏បានដេកកាន់ទូរស័ព្ទព្យាយាមមិនគិតអ្វីទេធ្វើយ៉ាងម៉េចល្អគួរបដូរបន្ទប់ឬក៏មិនគឺគាត់នៅស្ទាក់ស្ទើរអញ្ចឹងណាព្រោះថាយប់ហើយព្រោះថាយប់ហ្នឹងបើដើរចុះទៅក្រោមប្រាប់គេគាត់ខ្លាចត្រូវខ្មោចលងតាមផ្លូវហើយក៏មិនប្រកាសដែរថាពេលដែលដូរបន្ទប់ហ្នឹងអត់ជួបខ្មោចលងមកតង់ទៀតអញ្ចឹងណាជាពិសេសហ្នឹងអ្វីដែលគាត់ខ្លាចបំផុតខ្លាចជួបខ្មោចនៅក្នុងចណ្ដើរយន្តតែម្ដងចប់មិនខានពេលហ្នឹងគឺគាត់ងងុយក៏ងងុយតែមិនដឹងធ្វើម៉េចក៏សម្រេចចិត្តលើកចុងក្រោយហើយគាត់ព្យាយាមងាកទៅមើលថាតើអាក្រែដែលលឺសូរទុបហ្នឹងវាមានអីកាត់ឡើងឬអត់ពេលដែលគាត់បែរទៅក្រែមួយនោះគ្រប់យ៉ាងបែរជាស្ងប់ស្ងាត់លែងលឺសំឡេងតែម្ដងក្រែហ្នឹងមើលទៅមានរបៀបរៀបរយអត់មាននរណាគេដេកនៅលើហ្នឹងហើយសំឡេងដែលដូចមនុស្សអង្គុយងរួនវាហ្នឹងណាគឺអត់មានបន្តទៀតទេអត់មានស្លាកស្នាមអត់មានអ្វីទាំងអស់ក្រែនៅមួយកន្លែងរហូតដល់ចុងក្រោយវុឌ្ឍទ្រាំមិនបានគាត់ក៏បានដើរទៅទូខោអាវទៅយកកាបូបរបស់ខ្លួនឯងហើយនឹងរបស់ផ្សេងទៅដាក់នៅលើនឹងធ្វើឲ្យរញ៉េរញ៉ៃពេញហ្នឹងហ្មងណាហើយបន្ទាប់មកគាត់ដកខ្នើយមួយពីក្រែមួយហ្នឹងយកទៅដេកអោបទៀតដេកកលដេកកលជើងអញ្ចឹងទៅហើយក៏និយាយជាមួយក្រែមួយហ្នឹងបែបថាក្រែនេះមិនតំណេទេមិនបាច់មកដេកទេអត់មាននរណាគេឲ្យដេកទេគាត់និយាយអញ្ចឹងនិយាយជាមួយគេចោលអញ្ចឹងទៅពេលដែលគាត់និយាយបែបហ្នឹងរួចហើយគាត់ក៏ព្យាយាមសង្ងំបិទភ្នែកដេកទៅស្ថានភាពក៏មើលទៅល្អឡើងមកវិញប៉ុន្តែដេកបានតែបន្តិចវាមិនមានសម្លេងដូចមនុស្សអង្គុយមិនមានសម្លេងក្រែបុកជញ្ជាំងទៀតទេពេលដែលកំពុងតែដេកហ្នឹងគាត់គិតក្នុងចិត្តថាបើគិតអញ្ចឹងតាំងពីយូរអញរកអីមកដាក់ឲ្យវារញ៉េរញ៉ៃបាត់ទៅហើយតែពេលដែលដេកបានតែបន្តិចគាត់ត្រូវភ្ញាក់ឡើងម្ដងទៀតព្រោះថាលើកនេះមិនមែនសម្លេងចេញមកពីក្រែបន្តទៀតទេតែវាគឺជាសម្លេងដូចជាទឹកស្រក់ចេញពីបន្ទប់ទឹកវាដូចជាមនុស្សកំពុងតែបើកទឹកនៅក្នុងបន្ទប់ទឹកហ្នឹងអ្នកទាំងអស់គ្នាគឺថាមាននរណាគេម្នាក់នៅក្នុងបន្ទប់ទឹកមិនខានដោយសារតែងងុយគេងពេកទើបវុឌ្ឍធ្វើជាមិនខ្វល់តែម្ដងទៅប៉ុន្តែនៅពេលដែលព្យាយាមបិទភ្នែកបន្តិចហ្នឹងស្រាប់តែលឺសូរសំឡេងតែជញ្ជាំងលឺចេញពីបន្ទប់ទឹកតែម្ដងលឺចេញមកខ្លាំងប៉ាំងដូចមនុស្សលាបាត់ដៃផ្ទះនឹងជញ្ជាំងបន្ទប់ទឹកហ្នឹងអញ្ចឹងណាអ្នកទាំងអស់គ្នាបាទធ្វើឲ្យវុឌ្ឍនឹងផ្ទុះភ្ញាក់ឡើងហើយស្ទុះក្រោកឡើងគាត់ក៏សម្រេចចិត្តក្រោកទៅមើលហ្មងបាទក្រោកទៅមើលបន្ទប់ទឹកហ្នឹងហ្មងព្រោះថាសំឡេងហ្នឹងវាលឺខ្លាំងពេកស្រាប់តែពេលដែលគាត់ទៅដល់បន្ទប់ទឹកហ្នឹងនៅក្នុងបន្ទប់ទឹកមើលទៅធម្មតាឥតនៅសាមតិចបន្ទាប់ពីគាត់ងូតទឹកហើយរួចកាលពីល្ងាចមិញហ្នឹងហើយពេលដែលបិទទ្វារត្រឡប់មកដេកវិញហ្នឹងដេកមិនទាន់បានប្រមាណផងអាសំឡេងគោះជញ្ជាំងប៉ាំងហ្នឹងក៏លឺឡើងម្ដងទៀតវុឌ្ឍគិតថាលើកនេះគឺគាត់កេងលេងបានហើយគាត់ក៏សម្រេចចិត្តថាបើកទ្វារចេញពីបន្ទប់នឹងតែម្ដងទៅខាងក្រោមបាទស្រាប់តែពេលដែលគាត់បើកទ្វារបន្ទប់ខ្លួនឯងចេញទៅក្រៅហ្នឹងស្រាប់តែគាត់ឃើញពីរអ្នកម៉ែកូនបាទមនុស្សពីរអ្នកម៉ែកូនហ្នឹងកំពុងតែធ្វើការចាក់សោចូលទៅក្នុងបន្ទប់គាត់ចឹងណាហើយស្រាប់តែគាត់ទាំងពីរអ្នកហ្នឹងក៏ភ្ញាក់ផ្អើលដែរនៅពេលដែលឃើញវុឌ្ឍបើកទ្វារចេញមកអញ្ចឹងហើយបងស្រីដែលជាម្ដាយហ្នឹងក៏បែរទៅសួរវុឌ្ឍថាអូសុំទោសអូនបងបកកើតសម្លេងឲ្យឯងភ្ញាក់មែនវុឌ្ឍក៏ឆ្លើយថាអូអត់អីទេបងមែនទេបាទហើយភ្លាមហ្នឹងពេលដែលគាត់និយាយចប់ហ្នឹងទ្វារមិនទាន់បិទនៅឡើយទេទ្វារនៅចំហអញ្ចឹងណាខាងមុខគាត់នៅមានពីរអ្នកម៉ែកូនដែលកំពុងតែចាក់សោចូលទៅក្នុងបន្ទប់របស់គាត់តែគាត់ឮសូរសំឡេងអាផ្ទះជញ្ជាំងហ្នឹងឮសូរផាំងគាត់ឮច្បាស់តែអាសំឡេងហ្នឹងណាមើលទៅមានតែខ្លួនគាត់តែប៉ុណ្ណោះដែលឮព្រោះថាពីរអ្នកម៉ែកូនដែលនៅខាងក្រៅបន្ទប់ហ្នឹងអត់មានប្រតិកម្មអ្វីទាំងអស់រហូតទៅដល់ពួកគាត់ហ្នឹងចាក់សោចូលទៅក្នុងបន្ទប់អត់មាននិយាយអ្វីជាមួយនឹងវុឌ្ឍដូចគ្នាបាទអញ្ចឹងវុឌ្ឍដឹងច្បាស់ហើយថាមានតែគាត់តែប៉ុណ្ណោះដែលបានឮសូរសំឡេងហ្នឹងគាត់ក៏សម្រេចចិត្តដើរចេញពីបន្ទប់ហ្នឹងបិទទ្វារតែម្ដងហើយក៏សម្រេចចិត្តចុះទៅកន្លែងទទួលភ្ញៀវនៅពេលនេះម៉ោងប្រហែលជា2ឬ3យប់ទៅហើយទៅដល់កន្លែងទទួលភ្ញៀវគាត់ឃើញថាកន្លែងគេហ្នឹងបើកភ្លើងព្រឹមហើយបុគ្គលិកដែលនៅកន្លែងទទួលភ្ញៀវហ្នឹងមិនបាននៅកន្លែងហ្នឹងទេគាត់បាត់ទៅណាក៏មិនដឹង
ពេលនោះគាត់មានអារម្មណ៍ថានៅកន្លែងទទួលភ្ញៀវគឺគាត់នៅតែម្នាក់ឯងមានអារម្មណ៍ថាខ្លាចជាងនៅក្នុងបន្ទប់ខ្លួនឯងទៅទៀតព្រោះថាបរិយាកាសខាងក្រោមវាទូលាយតែងងឹតដែលឃើញកន្លែងចតឡានឃើញព្រៃឃើញអ្វីផ្សេងគាត់ព្រឺសម្បល់ខ្លាំងមែនទែនគាត់ក៏សម្រេចចិត្តថាអត់បានទេនៅនេះវមកអាធ្ងន់អាធំជាងហ្នឹងក៏ថាបានដែរបាទធំមិនបានគាត់ក៏ត្រឡប់ទៅបន្ទប់វិញល្អជាងបន្ទាប់ពីត្រឡប់ទៅបន្ទប់វិញហើយពេលដែលគាត់បើកទ្វារបន្ទប់ចូលទៅដេកហ្នឹងអាសំឡេងគោះជញ្ជាំងនៅលឺអ្នកទាំងអស់គ្នាបាទនៅលឺទៅជារឿយផាំវុតក៏សម្រេចចិត្តថាអត់ដេកទេគាត់នឹងមិនដេកទេយប់ហ្នឹងគាត់អង្គុយលើគ្រែលេងទូរស័ព្ទតែម្ដងគាត់ចង់ដឹងថាចាំមើលគេលេងគាត់ដល់កម្រិតណាបាទចិត្តសឿងដែរចាំមើលអាសំឡេងគោះជញ្ជាំងហ្នឹងវាឈប់លឺនៅពេលណាអញ្ចឹងណាតែវាមិនងាយដូចអ្វីដែលវុតគិតនោះទេព្រោះពេលដែលគាត់កំពុងតែអង្គុយចុចលេងទូរស័ព្ទបានបន្តិចចុងក្រែរបស់គាត់ហ្នឹងបាទអាចុងក្រែដែលគាត់កំពុងតែអង្គុយលេងហ្នឹងណាស្រាប់តែវាស្រត់ចុះព្រឹមធ្វើឲ្យគាត់នឹងឃើញនឹងភ្នែកស្រស់តែម្ដងពេលដែលគាត់កំពុងតែអង្គុយលេងទូរស័ព្ទហ្នឹងវាស្រត់ចុះទាំងដែលមិនមានអ្វីនៅលើហ្នឹងទេហាក់បីដូចជានរណាគេម្នាក់ឡើងមកជន់លើគ្រែហ្នឹងអញ្ចឹងពេលហ្នឹងគាត់ភ្ញាក់ផ្អើលរហូតដល់គិតអ្វីមិនចេញចង់យំក៏យំមិនចេញចង់ជេរខ្លួនឯងតិចថាល្ងើមែនតើមិនគួរណាឡើងមកវិញអញ្ចឹងណាហេតុអ្វីបានជាមិននៅក្រោមហ្នឹងទៅបាទហើយគាត់គិតថាបើពីក្បាលល្ងាចគាត់សុំបុគ្គលិកបដូរបន្ទប់តាំងពីដំបូងវាចាប់បាត់ហើយអញពេលហ្នឹងចិត្តម៉ោង 4 ទៀបភ្លឺទៅហើយគាត់មិនដឹងធ្វើអ្វីឲ្យពិតប្រាកដមែនពេលឃើញក្រែស្រត់ចុះអញ្ចឹងហើយគាត់បានងាកទៅឃើញតាមបង្អួចឃើញផ្ទះរបស់ម្ចាស់ទឹកម្ចាស់ដីរបស់សន្តាគារតាមបង្អួចល្មមបាទគាត់ក៏បានលើកដៃសំពះហើយគាត់និយាយថាអោលោកតាម្ចាស់ទឹកម្ចាស់ដីឬក៏អ្នកដែលមានបារមីថែរក្សានៅទីនេះខ្ញុំសុំត្រឹមតែសម្រាប់ធម្មតាទេកុំឲ្យខ្ញុំជឿរឿងអ្វីផ្សេងបែបនេះអីបន្ទាប់ពីគាត់និយាយចាប់ពីអធិដ្ឋានហ្នឹងក៏ខ្សែភ្នែករបស់គាត់ក៏បានសម្លឹងទៅមើលឡានរបស់គាត់ក៏បាននឹកឃើញថានៅក្នុងឡានគាត់មានបតោងព្រះអ្នកទាំងអស់គ្នាគាត់បានគោរពព្រះហ្នឹងមកតាំងពីក្មេងមកម្លេះហើយគាត់បានថែរក្សាទុកបន្តោងព្រះនៅក្នុងឡានយ៉ាងល្អពេលដែលនឹកឃើញបែបហ្នឹងគាត់ក៏ប្រញាប់បើកទ្វារចេញពីបន្ទប់ហ្នឹងចុះតាមចណ្ដាលកិច្ចអគិភ័យរត់ចុះទៅព្រោះដើម្បីទៅយកបន្តោងព្រះនៅក្នុងឡានហ្នឹងហើយពេលដែលគាត់យកមកក៏លើកដៃសំពះប្រាប់ថាសូមឲ្យព្រះជួយខំក្រងថែរក្សាកូនចៅផងព្រោះកូនចៅត្រូវគេលងអញ្ចឹងណាពេលដែលគាត់និយាយចប់ហ្នឹងគាត់ក៏យកបន្តោងព្រះខ្សែកព្រះហ្នឹងយកមកពាក់ហើយក៏ដើរចូលទៅក្នុងបន្ទប់សន្តាគារវិញពេលដើរចូលមកហើយចុចចណ្ដាលយន្តលើកនេះគឺគាត់មកចណ្ដាលយន្តណាគឺចុចឡើងមកបន្ទប់404នឹងឯងហើយពេលដែលគាត់ទៅដល់បន្ទប់អ្វីដែលគាត់ធ្វើដំបូងគេគឺបើកទ្វារហើយលើកបន្តោងខ្សែកព្រះហ្នឹងចូលទៅមុនគេដូចនាំគាត់ដើរមុខអញ្ចឹងណាដើរទៅហើយអញ្ចឹងទៅយកគាត់ក៏បានយកបន្តោងព្រះហ្នឹងយកទៅដាក់នៅលើក្បាលក្រែរបស់គាត់តែម្ដងបន្ទាប់ពីហ្នឹងស្រាប់តែគាត់សង្កេតឃើញថាបរិយាកាសនៅក្នុងបន្ទប់របស់គាត់ចាប់ផ្ដើមផ្លាស់ប្ដូរគឺគ្រប់យ៉ាងវាស្ងប់ស្ងាត់មិនមានសំឡេងគោះក្រែមិនមានសំឡេងអ្វីសពគ្រប់បែបយ៉ាងសំឡេងនៅក្នុងបន្ទប់ទឹកស្រក់ទឹកអីហ្នឹងក៏លែងមានដែរវាធ្វើឲ្យអារម្មណ៍គាត់នឹងធូរចិត្តខ្លាំងមែនតើម៉ោង 4 យប់ទៅហើយអ្នកទាំងអស់គ្នាយប់ហ្នឹងតម្រាំតែគាត់បានគេងគឺ 4 ជាងហើយពេលដែលគាត់បានគេងហើយគាត់មានអារម្មណ៍ថានេះគឺជាការដេកលក់យ៉ាងស្រួលបំផុតដែលគាត់ធ្លាប់គេងពីមុនមកបើគាត់ដឹងបែបហ្នឹងគាត់ចុះទៅយកបន្តោងព្រះតាំងពីដំបូងមកម្លេះប្រហែលជាចាប់រឿងតាំងពីម៉ោង 1 ម៉ោង 2 យប់ម្លេះពេលព្រឹកឡើងវុតក៏បានសម្រេចចិត្តចុះទៅប្រាប់បុគ្គលិកថានៅសល់2យប់ទៀតហ្នឹងណាគឺគាត់សុំដូរបន្ទប់បានអត់គាត់ប្រាប់ថាក៏អត់បានដេកទេយប់មិញគាត់ឮសូរសំឡេងនេះសំឡេងនោះអញ្ចឹងណាហើយបុគ្គលិកមើលមុខគាត់ហើយក៏មិនបានឆ្លើយតបអ្វីដែរវុតក៏សួរថាបន្ទប់ហ្នឹងមានប្រវត្តិអីអត់អូនគាត់សួររបៀបថាចង់ដឹងចង់ឮអញ្ចឹងណាបុគ្គលិកក៏ប្រាប់ថាខ្ញុំអត់ដឹងដែរបងខ្ញុំតែខ្ញុំជាបុគ្គលិកថ្មីសំណាងល្អដែរបុគ្គលិកក៏ព្រមបដូរបន្ទប់ឲ្យគាត់អញ្ចឹងទៅពោលគឺបដូរពីជាន់ទី4មកជាន់ទី2វិញសំខាន់គឺជាបន្ទប់ក្រែ2ដូចដើមតែយប់ទី2នេះវុតប្រាប់ថាគាត់ដេកលក់ស្កប់ស្កល់គាត់បានជួបរឿងអ្វីដែលភ័យខ្លាចដូចនៅជាន់ទី4នេះប្រហែលជាមកពីបារមីបន្តោងព្រះដែលគាត់ពាក់បូជាមកតាមថែរក្សាឲ្យមើលទៅហើយពីយប់ដែលនៅសេសសល់ហ្នឹងគឺគាត់គេងលក់ធម្មតាអត់មានបញ្ហាអីទាំងអស់តែម្ដងបាទជាមួយនឹងសន្តាគារក្រែ2បែបនេះខ្ញុំជឿថាមិនថាខ្ញុំទេនៅពេលដែលទៅដេកម្នាក់ឯងហើយបានបន្ទប់ក្រែ2បែបនេះទៀតធ្វើឲ្យខ្ញុំមានអារម្មណ៍ខ្លាចតិចតួចដែរ
ដែលនេះជារឿងរ៉ាវដែលគ្នាយើងជាច្រើនអ្នកចូលចិត្តប្រាប់ថាបើយើងទៅណាមកណាហើយចូលគេងសន្តាគារបានបន្ទប់ក្រែ2បែបហ្នឹងណាបើសិនបើក្រែមកខាងទៀតទំនេរគួរតែយករបស់អ្វីមួយយ៉ាងយកមកដាក់ឲ្យរាយពេញហ្នឹងទៅបើមិនអញ្ចឹងទេនឹងមានអ្វីមួយយ៉ាងមកដេកជាមួយយើងហើយដូច្នេះវាអាចជាការពិតដែរដូចថ្មីនេះអញ្ចឹងខ្ញុំបានទៅលេងខេត្តមួយហើយខ្ញុំក៏បានបន្ទប់ក្រែ2ដូចគ្នាដោយសារតែយើងដឹងខ្លះពីរឿងហ្នឹងណាពេលដែលបានចូលទៅក្នុងបន្ទប់ហ្នឹងគឺខ្ញុំយកវ៉ាលីយកអីទៅរៀបចំពេញហ្នឹងតែម្ដងវាជាជំនឿរបស់មនុស្សជាច្រើនអ្នកហើយបានប្រាប់ថាបើសិនបើមិនធ្វើអញ្ចឹងទេវាអាចមានរឿងរ៉ាវអ្វីកើតឡើងអញ្ចឹងណាហើយវាមិនមែនតែរឿងដែលបង្វត់និយាយឲ្យយើងស្ដាប់នៅថ្ងៃនេះទេតែវាអាចមានរឿងរ៉ាវច្រើនផ្សេងទៀតដែលទាក់ទងជាមួយនឹងការស្នាក់នៅបន្ទប់ដែលមានក្រែ2បែបនេះចុងក្រោយថ្ងៃនេះរឿងរ៉ាវទាំងអស់ហ្នឹងបានចប់ហើយអ្នកទាំងអស់គ្នាប៉ុន្តែវាមិនមែនគ្រាន់តែជារឿងបន្ទប់លេខ404ឬក៏រឿងរបស់ក្រែមួយដែលនៅទំនេរនោះទេវាបានធ្វើឲ្យខ្ញុំគិតថាអញ្ចឹងមនុស្សយើងគ្រប់គ្នាសុទ្ធតែមានបន្ទប់លេខ404នៅក្នុងចិត្តរបស់យើងរៀងខ្លួនគឺជាបន្ទប់មួយដែលយើងមិនចង់ចូលទៅបន្ទប់មួយដែលពេលណាដែលយើងនៅម្នាក់ឯងគឺយើងចាប់ផ្ដើមឮសូរសំឡេងនៃការភ័យខ្លាចការសោកស្ដាយឬអតីតកាលដែលយើងព្យាយាមរត់គេចចេញពីវាមនុស្សខ្លះខ្លាចភាពងងឹតប៉ុន្តែមនុស្សជាច្រើនទៀតខ្លាចភាពស្ងៀមស្ងាត់ព្រោះនៅពេលដែលគ្រប់យ៉ាងស្ងាត់គឺជាពេលដែលយើងចាប់ផ្ដើមឮសូរសំឡេងនៅក្នុងចិត្តរបស់ខ្លួនយើងសំឡេងដែលរំលឹកពីកំហុសសំឡេងដែលរំលឹកពីមនុស្សដែលបានចាក់ចេញទៅសំឡេងដែលរំលឹកពីពាក្យមួយឃ្លាដែលធ្លាប់ធ្វើឲ្យយើងឈឺចាប់ខ្ញុំសង្កេតឃើញរឿងមួយនៅក្នុងសាច់រឿងនេះគឺពេលដែលវុតកាន់តែខ្លាចគាត់កាន់តែឮសូរសំឡេងច្រើនឡើងគាត់ព្យាយាមបិទភ្នែកប៉ុន្តែសំឡេងអត់បាត់ទេគាត់ព្យាយាមទ្រាំប៉ុន្តែការភ័យខ្លាចកាន់តែធំឡើងនៅក្នុងជីវិតពិតក៏ដូចគ្នាមានបញ្ហាខ្លះយើងកាន់តែរត់គេចវាកាន់តែមកឡងយើងមានការឈឺចាប់ខ្លះកាន់តែធ្វើដូចជាមិនមានវាកាន់តែមានឥទ្ធិពលលើយើងរហូតដល់ពេលមួយវុតចាប់ផ្ដើមធ្វើអ្វីមួយគាត់មិនអង្គុយរងចាំឲ្យការភ័យខ្លាចនឹងគ្រប់គ្រងគាត់បន្តទៀតទេមិនថាអ្នកជឿលើជំនឿរបស់គាត់ឬក៏មិនជឿក៏ដោយអ្វីដែលសំខាន់គាត់បានសម្រេចចិត្តថាគាត់នឹងមិននៅស្ងៀមចាំឲ្យការភ័យខ្លាចគ្រប់គ្រងអារម្មណ៍របស់គាត់នោះឡើយខ្ញុំគិតថានេះជាមេរៀនសំខាន់ដែរពេលខ្លះអ្វីដែលផ្លាស់ប្ដូរជីវិតយើងមិនមែនដោយសារតែបញ្ហាបាត់ទៅទេតែដោយសារតែយើងឈប់អនុញ្ញាតឲ្យបញ្ហានោះវាគ្រប់គ្រងចិត្តរបស់យើងនៅក្នុងជីវិតអ្នកមិនអាចជ្រើសបានទេថាយើងនឹងជួបរឿងលំបាកឬក៏អត់ជួបប៉ុន្តែយើងអាចជ្រើសរើសបានថាតើយើងនឹងឆ្លើយតបចំពោះវាបែបណាអ្នកខ្លះចំណាយពេលពេញមួយជីវិតរស់នៅក្នុងភាពភ័យខ្លាចដែលមិនទាន់បង្កើតផងខ្លះទៀតមិនហ៊ានចាប់ផ្ដើមធ្វើអ្វីមួយព្រោះខ្លាចបរាជ័យអ្នកខ្លះមិនហ៊ានស្រឡាញ់នរណាគេម្នាក់ព្រោះខ្លាចការឈឺចាប់ខ្លះទៀតមិនហ៊ានផ្លាស់ប្ដូរជីវិតព្រោះខ្លាចអនាគតទៅបរាជ័យប៉ុន្តែការពិតការភ័យខ្លាចមិនមែនតែងតែមានដើម្បីបញ្ឈប់យើងទេពេលខ្លះវាគ្រាន់តែចូលមកសួរយើងថាតើអ្នកនឹងអនុញ្ញាតឲ្យវានឹងគ្រប់គ្រងជីវិតអ្នកឬក៏អ្នកនឹងនៅបន្តដើរទៅមុខខ្ញុំមិនដឹងថាថ្ងៃនេះអ្នកទាំងអស់គ្នាកំពុងតែមានបន្ទប់404អ្វីទេនៅក្នុងជីវិតរបស់អ្នកប្រហែលជាវាជាបញ្ហាការងារប្រហែលជាវាជាបំណុលឬក៏ជាទំនាក់ទំនងដែលមិនអាចដោះស្រាយឬក៏ប្រហែលជាការភ័យខ្លាចណាមួយដែលធ្វើឲ្យអ្នកនឹងមិនអាចនៅម្នាក់ឯងបានប៉ុន្តែខ្ញុំសង្ឃឹមថាបន្ទាប់ពីស្ដាប់រឿងនេះហើយអ្នកនឹងចងចាំរឿងមួយគឺពួកយើងប្រហែលជាមិនអាចជ្រើសរើសរឿងណាមួយឲ្យកើតឡើងចំពោះយើងបានទេប៉ុន្តែយើងអាចជ្រើសរើសមិនឲ្យការភ័យខ្លាចឬក៏រឿងអាក្រក់ទាំងអស់ហ្នឹងខ្លាចទៅជាម្ចាស់ជីវិតរបស់យើងបានចាប់ពីពេលនេះតទៅហើយមុននឹងបញ្ចប់អេពីសូតថ្ងៃនេះខ្ញុំចង់ទុកសំណួរមួយឲ្យអ្នកទាំងអស់គ្នាពិចារណាបើថ្ងៃណាមួយអ្នកត្រូវចូលទៅក្នុងបន្ទប់លេខ404ហ្នឹងនៃជីវិតរបស់ខ្លួនយើងអ្នកនឹងរត់គេចចេញពីវាឬក៏អ្នកនឹងដើរចូលទៅប្រឈមមុខជាមួយវាហើយចេញពីបន្ទប់នោះវិញខ្លាចជាមនុស្សដែលរឹងមាំជាងមុន